ជំរាបសួរពុកម៉ែបងប្អូននិងប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាជាទីស្រឡាញ់រាប់អានសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីម្ដងទៀតហើយនៅក្នុងខ្សែអាត់វីដេអូនេះខ្ញុំបាទនឹងរៀបរាប់អំពីប្រវត្តិនៃការតស៊ូដ៏ពិតប្រាកដដើម្បីទទួលបានឯករាជ្យជាតិនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953ហើយអត្ថបទនេះដែរខ្ញុំបានដកស្រង់ចេញអំពីការចេញផ្សាយរបស់គេហទំព័រ Fresh News ដោយនាំមកនៅសំណៅដើមទាំងស្រុងដូចតទៅប្រទេសកម្ពុជាបានស្ថិតក្រោមនិមនានិគមនិយមបារាំងរយៈពេលជិតមួយសតវត្សសម្រាប់ទទួលបានឯករាជ្យពេញបរិបូរណ៍ឡើងវិញដោយសារកិច្ចខិតខំប្រឹងប្រែងនឹងការធ្វើព្រះរាជពយនីយកិច្ចរបស់សម្ដេចព្រះនរោត្តមសីហនុព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីចុងសតវត្សទី19ពោលគឺនៅក្នុងឆ្នាំ1863កម្ពុជាត្រូវបានអនុវត្តគោលនយោបាយអាណានិគមនិយមបារាំងដោយបារាំងបានបង្កើតតំបន់លំនៅចិនរួមមានប្រទេសកម្ពុជាវៀតណាមនិងឡាវបើយោងតាមគេហទំព័រកាសែត Fresh News មានសេចក្តីរាយការណ៍មួយស្តីអំពីប្រវត្តិពិតប្រាកដនៃការតស៊ូដើម្បីទទួលបានឯករាជ្យជាតិនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953ហើយប្រវត្តិជាពាក់ព័ន្ធនោះគឺផ្អែកលើសំណេរឯកសាររបស់អតីតព្រះមហាក្សត្រខ្មែរគឺសម្ដេចព្រះបរមរតនកោដ្ឋនរោត្តមសីហនុក្រោមព្រះរាជពយនីយកិច្ចរបស់ព្រះវររាជបិតាឯករាជ្យជាតិប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញបរិបូរណ៍ពីសាធារណរដ្ឋបារាំងនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953ប្រទេសកម្ពុជាក្រោយពីទទួលបានឯករាជ្យដោយមានព្រះករុណាព្រះបរមរតនកោដ្ឋជាព្រះអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមបានដឹកនាំកម្ពុជាប្រកបដោយសុខសន្តិភាពនិងភាពរីកចម្រើនលើគ្រប់វិស័យដែលក្នុងអតីតសម័យសង្គមរាស្ត្រនិយមជំនាន់នោះកម្ពុជាត្រូវបានពិភពលោកប្រសិទ្ធនាមព្រះរាជាណាចក្រកម្ពុជាថាជាកោះសន្តិភាពនៅអាស៊ីអាគ្នេយ៍រាជសកម្មភាពដើម្បីកម្ពុជាបានឯករាជ្យប្រវត្តិនៃការតស៊ូទម្រាំបានឈ្មោះថាកម្ពុជាជាកោះសន្តិភាពនៅអាស៊ីអាគ្នេយ៍នេះមិនមែនជាការតស៊ូទាមទារដោយទទួលបានភ្លាមក្នុងរយៈពេលដ៏ខ្លីនោះទេព្រះមហាវីរក្សត្រធ្លាប់បានចាប់ផ្ដើមប្រកាសឯករាជ្យជាលើកដំបូងក្នុងខែមិនិនានិងខែមេសានៅក្នុងឆ្នាំ1945ក្នុងចំនួនការត្រួតត្រារបស់ជប៉ុនម្ដងរួចទៅហើយប៉ុន្តែនៅក្នុងឆ្នាំ1946នៅពេលដែលបារាំងបានវិលត្រឡប់មកវិញបន្ទាប់ពីជប៉ុនបានចាញ់សង្គ្រាមលោកលើកទី2និងបានបន្តអាណាព្យាបាលលើកម្ពុជាដោយយោងទៅលើសិទ្ធិសញ្ញាឆ្នាំ1863និងឆ្នាំ1884ប៉ុន្តែព្រះរាជសកម្មភាពរបស់ព្រះអង្គដើម្បីកម្ពុជាទទួលបានឯករាជ្យពេញលេញគឺព្រះអង្គមិនបានបោះបង់ចោលនោះឡើយនៅខែកុម្ភៈថ្ងៃទី7ឆ្នាំ1950សភាបារាំងបានផ្ដល់ឲ្យប្រទេស3នៅឥណ្ឌូចិននៅស្វ័យភាពត្រួតត្រារបស់ខ្លួនប៉ុន្តែនៅតែស្ថិតនៅក្រោមសហភាពបារាំងដដែលចំណែកក្រោយមកទៀតក៏មានការទទួលស្គាល់រដ្ឋាភិបាលថ្មីមួយនៅកម្ពុជាដែលដឹកនាំដោយសម្ដេចព្រះនរោត្តមសីហនុយោងតាមព្រះរាជសាររបស់អតីតព្រះមហាក្សត្រព្រះករុណាព្រះបរមរតនកោដ្ឋនរោត្តមសីហនុផ្ញើជូនជនរួមជាតិកាលពីថ្ងៃទី14ខែតុលាឆ្នាំ2003ព្រះរាជសារបានរៀបរាប់អំពីព្រះរាជសកម្មភាពដើម្បីឯករាជ្យបរិបូរណ៍នៅកម្ពុជាក្នុងសតវត្ស1940ដល់1950ព្រះរាជសារនោះបានសរសេរថាការកសាងឯករាជ្យបរិបូរណ៍ឲ្យមានទ្រង់ទ្រាយពេញលក្ខណៈឡើងវិញជូនជាតិមាតុភូមិពុំមែនធ្វើកើតក្នុងរយៈពេលតែ2ឆ្នាំនោះទេពោលគឺរវាងឆ្នាំ1952និង1953នោះឡើយព្រះរាជសារបានបន្តទៀតថាឆ្នាំ1953គឺជាឆ្នាំដែលប្រជាជាតិកម្ពុជាក្រោមការដឹកនាំរបស់ព្រះអង្គបានបង្ខំឲ្យសាធារណរដ្ឋបារាំងផ្ទេរអំណាចនិងសមត្ថកិច្ចទាំងអស់ជូនមកព្រះរាជាណាចក្រកម្ពុជាវិញទាំងរដ្ឋបាលស៊ីវិលតុលាការប៉ូលីសទាហានការទូតនយោបាយ
និងក្នុងប្រទេសនិងក្រៅប្រទេសព្រមទាំងការងារផ្ទៃក្នុងនានាជូនមកប្រទេសកម្ពុជាដឹកនាំនិងគ្រប់គ្រងដោយផ្ទាល់ការចាប់ផ្ដើមការតស៊ូពីឆ្នាំ1945-1953ព្រះបរមរតនកោដ្ឋបានមានព្រះរាជបន្ទូលថាកម្ពុជាបានផ្ដើមការតស៊ូដើម្បីឯករាជ្យជាតិកម្ពុជាតាំងពីខែមីនានិងខែមេសាឆ្នាំ1945មកម្លេះនៅក្នុងខែមីនានិងខែមេសាឆ្នាំ1945នោះព្រះអង្គបានឆ្លៀតយកឱកាសដែលកងទ័ពជប៉ុនចាប់ពួកមន្ត្រីរដ្ឋការនិងទាហានបារាំងយកទៅឃុំឃាំងនោះព្រះអង្គបានប្រកាសជាមហោឡារិកថាព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីពេលនេះតទៅបានឡើងកាន់ឋានៈជាប្រទេសជារដ្ឋឯករាជ្យនិងអធិបតេយ្យពេញលេញហើយក្រោយពីប្រកាសនោះមកព្រះអង្គបានសូមរាជរដ្ឋាភិបាលជប៉ុនជំនាន់នោះទទួលស្គាល់ជាផ្លូវការនៅឯករាជ្យនៃរាជាណាចក្រកម្ពុជាប៉ុន្តែពេលនោះព្រះអង្គបញ្ជាក់ថាចក្រភពជប៉ុនពុំព្រមទទួលស្គាល់នៅឯករាជ្យភាពនិងអធិបតេយ្យភាពនៃកម្ពុជាឡើយនៅក្នុងឆ្នាំ1946ក្រោយសាធារណរដ្ឋបារាំងបានទទួលនៅជ័យជំនះជាស្ថាពរក្នុងសង្គ្រាមលោកលើកទី2បារាំងក៏បានវិលត្រឡប់មកកាន់កម្ពុជាវិញសាធារណរដ្ឋបារាំងបានប្រាប់ព្រះអង្គថាសន្ធិសញ្ញាឆ្នាំ1863និងអនុសញ្ញាឆ្នាំ1884ត្រូវបន្តអនុវត្តដូចមុនព្រះមហាវីរក្សត្របានឆ្លើយតបទៅបារាំងវិញថាប្រជាជាតិប្រជារាស្ត្រនិងមហាក្សត្រមិនព្រមទទួលយកសន្ធិសញ្ញាឆ្នាំ1863និងអនុសញ្ញាឆ្នាំ1884នោះវិញជាដាច់ខាតពីព្រោះអាណាព្យាបាលបារាំងបានស្លាប់បាត់ទៅហើយដោយជប៉ុនបានសម្លាប់នៅក្នុងខែមីនាឆ្នាំ1945ព្រះអង្គបានបន្តទៀតថាហើយមុនពេលអាណាព្យាបាលបារាំងដែលបានស្លាប់នោះគឺអាណាព្យាបាលបារាំងនោះពុំបានការពារព្រះរាជាណាចក្រកម្ពុជាឲ្យមានបូរណភាពទឹកដីដោយដែលបានសន្យានៅក្នុងសន្ធិសញ្ញាឆ្នាំ1863នោះឡើយកិច្ចព្រមព្រៀងបណ្ដោះអាសន្ន Modus Vivendi ឆ្នាំ1946និងសន្ធិសញ្ញាឯករាជ្យឆ្នាំ1949Modus Vivendi ឆ្នាំ1946គឺជាឯកសារគោលនិងគឺជាឯកសារយោគយល់គ្នាដ៏សំខាន់មួយដែលបានចុះហត្ថលេខារវាងកម្ពុជានិងបារាំងនៅថ្ងៃទី7ខែមករាឆ្នាំ1946ដើម្បីបង្កើតផ្លូវសន្តិភាពមួយដែលជាជំហានដំបូងក្នុងការទាមទារឯករាជ្យពេញលេញរបស់កម្ពុជាពាក្យថា Modus Vivendi ជាភាសាឡាតាំងដែលមានន័យថាវិធីរស់នៅរួមគ្នាឬក៏ជាភាសាអង់គ្លេសថា Temporary Practical Arrangement នៅក្នុងបរិបទនយោបាយវាជាកិច្ចព្រមព្រៀងអន្តរកាលដែលប្រទេសមួយក្រោមអាណានិគមបរទេសបានព្យាយាមចរចាជាមួយអ្នកអាណាព្យាបាលនិងជាអាណានិគមដើម្បីទទួលបានអំណាចខ្លះៗមកគ្រប់គ្រងផ្ទាល់ជាបណ្ដោះអាសន្នខណៈពេលដែលកិច្ចចរចាផ្លូវការដើម្បីឯករាជ្យពិតប្រាកដកំពុងមានដំណើរការជាបន្តបន្ទាប់ក្នុងចំនួនអតីតកាលនោះខេត្តបាត់ដំបងទាំងមូលខេត្តសៀមរាបកំពង់ធំនិងស្ទឹងត្រែងមួយភាគធំត្រូវប្រទេសថៃយកអំពីកម្ពុជាដោយអតីតចក្រភពជប៉ុននៅពេលនោះបានជួយប្រទេសថៃក្នុងការលេបត្របាក់យកទឹកដីខ្មែរនេះក៏ប៉ុន្តែក្រោយការជជែកពិភាក្សាជាមួយនឹងគ្នាច្រើនលើកច្រើនគ្រារួចមកសាធារណរដ្ឋបារាំងក៏ព្រមទទួលយកវិញនៅជំនួយសន្ធិសញ្ញាឆ្នាំ1863និងអនុសញ្ញាឆ្នាំ1884នៃកិច្ចសន្យាបណ្ដោះអាសន្ន Modus Vivendi ដែលសម្ដេចសីសវ័តមុនីរ៉េតនាយករដ្ឋមន្ត្រីខ្មែរតំណាងព្រះមហាក្សត្របានចុះហត្ថលេខាជាមួយនឹងតំណាងរាជរដ្ឋាភិបាលបារាំងតាមលក្ខណៈកិច្ចសន្យាបណ្ដោះអាសន្ន Modus Vivendi ឆ្នាំ1946នោះបារាំងនិងខ្មែរមានអំណាចស្មើគ្នាក្នុងការគ្រប់គ្រងរដ្ឋកម្ពុជាដែលអស់មានលក្ខខណ្ឌជាប្រទេសក្រោមអំណាចអាណាព្យាបាលបារាំងទៀតហើយ
ប៉ុន្តែជាមួយនឹងកិច្ចសន្យាបណ្ដោះអាសន្នមូឌូវិវង្សឌីនោះព្រះមហាវីរក្សត្របានមានបន្ទូលថាកិច្ចសន្យានេះពុំបានធ្វើឲ្យព្រះអង្គសុខចិត្តសុខកាយសប្បាយហឫទ័យនោះឡើយប៉ុន្តែព្រះអង្គចេះតែបន្តការតស៊ូដោយសន្តិវិធីទៅមុខទៀតព្រះអង្គបានធ្វើឲ្យសាធារណរដ្ឋបារាំងព្រមលុបនិងលើកចោទអស់ទាំងស្រុងតាមផ្លូវច្បាប់នៅសន្ធិសញ្ញាឆ្នាំ1863និងអនុសញ្ញាឆ្នាំ1884ព្រមទាំងកិច្ចសន្យាបណ្ដោះអាសន្នមូឌូវិវង្សឌីនៅក្នុងឆ្នាំ1946ដោយមានសន្ធិសញ្ញាឯករាជ្យនៅក្នុងឆ្នាំ1949ដែលអ្នកតំណាងព្រះអង្គគឺស្ដេចក្រុងលួងស៊ីសវត្តមុនីពង្សចុះហត្ថលេខាជាមួយនឹងរដ្ឋាភិបាលបារាំងនៅទីក្រុងប៉ារីសព្រះមហាវីរក្សត្របានមានព្រះរាជបន្ទូលរំលឹកទៀតថា2ឆ្នាំមុននោះគឺក្នុងឆ្នាំ1947ដោយមានការជួយពីសាធារណរដ្ឋបារាំងព្រះអង្គបានធ្វើឲ្យប្រទេសថៃសងជូនមកវិញនៅកម្ពុជានៅខេត្តបាត់ដំបងសៀមរាបកំពង់ធំនិងស្ទឹងត្រែងដែលប្រទេសថៃបានយកពីកម្ពុជាទៅដោយអយុត្តិធម៌នៅក្នុងឆ្នាំ1940និងឆ្នាំ1941មុនពេលដែលព្រះអង្គបានឡើងសោយរាជ្យជាលើកដំបូងគឺលើកទី1ហើយព្រះអង្គបានថ្លែងថាការស្ថាបនាឯករាជ្យជូនជាតិមាតុភូមិមានន័យថាជាមួយនឹងឯករាជ្យនេះក៏ត្រូវតែមានបូរណភាពទឹកដីដែរព្រះមហាក្សត្រទ្រង់ពន្យល់ក្រុមនិស្សិតអំពីនយោបាយដឹកនាំទាមទារឯករាជ្យតាមភាពអត់ធ្មត់និងយុទ្ធសាស្ត្រស្របច្បាប់និងច្បាស់លាស់នៅក្នុងឆ្នាំ1946នៅរដ្ឋធានីប៉ារីសប្រទេសបារាំងព្រះអង្គបានទទួលនិស្សិតខ្មែរមួយចំនួនដែលទូលសុំសវនាការជាមួយព្រះអង្គនិស្សិតខ្មែរទាំងនោះមិនសប្បាយចិត្តទេការដែលព្រះអង្គចុះហត្ថលេខាលើសន្ធិសញ្ញាឯករាជ្យឆ្នាំ1949ពីព្រោះគេគិតថាសន្ធិសញ្ញានោះពុំផ្ដល់ឯករាជ្យពេញលេញជូនជាតិមាតុភូមិនិងជាតិកម្ពុជាឡើយហើយក្រុមនិស្សិតទាំងនោះបានទទូចសូមឲ្យព្រះអង្គទាត់ចោលសន្ធិសញ្ញាឆ្នាំ1949ទៀតផងព្រះអង្គបានឆ្លើយតបទៅនិស្សិតទាំងនោះដោយពន្យល់ថាទឹកចិត្តព្រះអង្គក៏ដូចជាទឹកចិត្តរបស់និស្សិតទាំងនោះនិងទឹកចិត្តខ្មែរស្នេហាជាតិគ្រប់រូបឯទៀតដែរគឺចង់បានឯករាជ្យបរិបូរណ៍ 100% ភ្លាមជូនជាតិមាតុភូមិកម្ពុជាប៉ុន្តែក្នុងកាលៈទេសៈនោះសូម្បីព្រះពុទ្ធជាម្ចាស់ឬក៏ព្រះអិនព្រះព្រហ្មនិងទេវតាក៏ព្រះអង្គពុំអាចជួយខ្មែរឲ្យសម្រេចការដ៏ធំមហិមានោះបានក្នុងរយៈពេល1ឆ្នាំឬក៏2ឆ្នាំនោះទេព្រះអង្គបានមានព្រះបន្ទូលថាចំណែកព្រះអង្គដោយផ្ទាល់បានខិតខំប្រឹងប្រែងស្ថាបនាឯករាជ្យជូនជាតិមាតុភូមិដោយស្វិតស្វាញចាប់តាំងពីពេលដែលបារាំងនិងកងទ័ពរបស់គេបានវិលមកកម្ពុជាវិញនៅក្នុងឆ្នាំ1949ទស្សនវិជ្ជារបស់ព្រះមហាក្សត្របានពោលថាគេមិនអាចលោតជំហានដល់ឯករាជ្យពេញលេញដោយគ្មានគ្រឹះច្បាប់អន្តរជាតិឡើយព្រះអង្គបានមានបន្ទូលថាការសាងសង់ឯករាជ្យជាតិគឺទាមទារនៅពេលវេលាច្រើនឆ្នាំសូម្បីតែការសាងសង់សមិទ្ធផលអ្វីមួយដូចជាវិទ្យាល័យនៅក្នុងកម្ពុជាឬក៏មហាផ្ទះមហាគេហដ្ឋានសម្រាប់និស្សិតខ្មែរនៅបូរីក្តីនៅសាកលវិទ្យាល័យនៅទីក្រុងប៉ារីសក្តីក៏ត្រូវការពេលវេលាប៉ុន្មានឆ្នាំដែរមុននឹងស្ថាបនាឲ្យបានល្អបានចប់សពគ្រប់ជ្រុងជ្រោយហើយព្រះអង្គបញ្ជាក់ថាកិច្ចការក៏ដោយក៏តម្រូវឲ្យប្រព្រឹត្តទៅតាមព្រះអង្គបញ្ជាក់ថែមទៀតថាកិច្ចការណាក៏ដោយក៏តម្រូវឲ្យប្រព្រឹត្តទៅត្រឹមត្រូវតាមបែបបទជាដំណាក់កាលប្រៀបដូចជាដំណើរមួយចេញពីភ្នំពេញទៅអង្គរដែលគេត្រូវតែខិតខំបើករថយន្តពីភ្នំពេញទៅកំពង់ធំសិនហើយបន្តដំណើរពីកំពង់ធំទៅក្រុងសៀមរាបហើយបន្ទាប់មកទៀតធ្វើដំណើរពីក្រុងសៀមរាបទៅដល់អង្គរវត្តនោះតែម្ដងនិយាយរួមមកគឺថាអ្វីគឺត្រូវធ្វើតាមលំដាប់លំដោយនិងត្រឹមត្រូវតាមច្បាប់
ព្រះអង្គពន្យល់បន្ថែមទៀតថាបើប្រើមធ្យោបាយសង្គ្រាមគឺយើងមិនគ្រាន់តែធ្វើឲ្យប្រជារាស្ត្រយើងរាប់សែនអ្នកត្រូវពលិកម្មជីវិតទេគឺយើងពុំមានលទ្ធភាពច្បាំងឈ្នះបារាំងទៀតផងពីព្រោះគេមានកាណុងអាវុធយុទ្ធភ័ណ្ឌទំនើបគ្រប់បែបយ៉ាងយន្តហោះចម្បាំងហើយប្រទេសយើងនឹងខ្ទេចខ្ទាំទៀតផងតើប្រទេសណាគេមកជួយយើងជួយច្បាំងឈ្នះបារាំងដើម្បីសូម្បីតែជប៉ុនក៏ចុះចាញ់អង់គ្លេសដែរព្រះអង្គថ្លែងថាប្រទេសអង់គ្លេសនេះក្នុងឆ្នាំ1945ដល់ឆ្នាំ1946បានបញ្ជូនទ័ពរបស់គេមកកាន់កម្ពុជាដើម្បីដកអាវុធពីកងទ័ពជប៉ុនអង់គ្លេសបន្ទាប់ពីធ្វើការនេះរួចគេក៏ដកទ័ពចេញពីកម្ពុជាទៅហើយមេទ័ពអង់គ្លេសនោះបានប្រាប់ព្រះអង្គពេលនោះថាគេពុំអាចជួយព្រះអង្គបានទេក្នុងការទាមទារឯករាជ្យពីបារាំងសែសអង់គ្លេសបានប្រាប់ឲ្យកម្ពុជាត្រូវសុំចរចាផ្ទាល់ជាមួយនឹងបារាំងសែសតែម្ដងពាក់ព័ន្ធអំពីសន្ធិសញ្ញាឆ្នាំ1949ព្រះអង្គបានប្រាប់ក្រុមនិស្សិតខ្មែរទាំងនោះវិញថាយើងត្រូវតែចុះហត្ថលេខាពីព្រោះបើមិនដូច្នោះទេសន្ធិសញ្ញាស្ដីអំពីអាណាព្យាបាលបារាំងនៅកម្ពុជាគឺសន្ធិសញ្ញាឆ្នាំ1863និងអនុសញ្ញាឆ្នាំ1884វានៅដដែលគឺវាមិនអាចចាត់ជាមោឃៈបានឡើយរីឯសន្ធិសញ្ញាឆ្នាំ1949វិញឧត្តមប្រយោជន៍ដែលសន្ធិសញ្ញានោះផ្ដល់ដល់កម្ពុជាគឺការចាត់ទុកនារីកអាណាព្យាបាលបារាំងហើយសាធារណរដ្ឋបារាំងទទួលស្គាល់យើងជាព្រះរាជាណាចក្រកម្ពុជាវិញដែលនោះគឺជាការទទួលស្គាល់តាមផ្លូវច្បាប់អន្តរជាតិនៅឯករាជ្យពេញបរិបូរណ៍របស់កម្ពុជាពីបារាំងសែសព្រះអង្គបានមានព្រះរាជបន្ទូលថាខ្មែរយើងនឹងមានមូលដ្ឋានតាមច្បាប់អន្តរជាតិដើម្បីទ្រទ្រង់ឯករាជ្យជាតិយើងហើយព្រះអង្គជាមហាក្សត្រមានលទ្ធភាពធំណាស់នឹងហើយមានចំហររឹងប៉ឹងមានសិទ្ធិជាក់ស្ដែងដើម្បីទាមទារឲ្យសាធារណរដ្ឋបារាំងព្រមផ្ទេរអំណាចនិងសមត្ថកិច្ចគ្រប់យ៉ាងឲ្យទាល់តែបានសពគ្រប់ពោលគឺឯករាជ្យទាំងស្រុងមកឲ្យខ្មែរយើងវិញព្រះអង្គបានសន្យាជូននិស្សិតទាំងនោះនិងជូនប្រជាជាតិប្រជារាស្ត្រនិងជនរួមជាតិទាំងមូលថាចាប់ពីពេលចុះហត្ថលេខាលើសន្ធិសញ្ញាឯករាជ្យឆ្នាំ1949នោះទៅព្រះអង្គនឹងខិតខំហើយសុខចិត្តធ្វើពលិកម្មគ្រប់បែបយ៉ាងធ្វើឲ្យសាធារណរដ្ឋបារាំងផ្ទេរអំណាចនិងសមត្ថកិច្ចលើគ្រប់វិស័យមកឲ្យខ្មែរដើម្បីរាជាណាចក្រកម្ពុជាមានឯករាជ្យបរិបូរណ៍ 100% ហើយមេបញ្ជាការយោធានិងកងទ័ពបារាំងកងទ័ពសហភាពបារាំងត្រូវដកចេញទាំងអស់ជាស្ថាពរពីប្រទេសកម្ពុជាចំណងការទូតផ្លូវការជាលើកដំបូងរវាងកម្ពុជានិងសហរដ្ឋអាមេរិកសហរដ្ឋអាមេរិកបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយកម្ពុជានៅថ្ងៃទី29ខែមិថុនាឆ្នាំ1950និងបានបញ្ជាក់ពីការទទួលស្គាល់ឯករាជ្យរបស់កម្ពុជាយ៉ាងពេញលេញនៅក្នុងចំនួននោះការផ្ទេរអំណាចជាបន្តបន្ទាប់មកឲ្យកម្ពុជាបានធ្វើឡើងជាបន្តបន្ទាប់រហូតដល់ឆ្នាំ1953ដោយកងទ័ពបារាំងបានធ្វើពិធីថ្វាយបង្គំលាចេញពីកម្ពុជានៅក្នុងថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953ដោយស្ម័គ្រចិត្តព្រះបរមរតនកោដ្ឋបានមានព្រះបន្ទូលថាសន្ធិសញ្ញាឆ្នាំ1949ទោះបីពុំបានផ្ដល់ជូនកម្ពុជានៅអំណាចនិងសមត្ថកិច្ចដើម្បីឲ្យឯករាជ្យជាតិមានលក្ខណៈពេញលេញក៏ដោយក៏ប៉ុន្តែសន្ធិសញ្ញាឆ្នាំ1949នោះបានបំបត្តិចោលជាស្ថាពរនៅសន្ធិសញ្ញានិងអនុសញ្ញាអាណាព្យាបាលបារាំងកម្ពុជានៅឆ្នាំ1863និងឆ្នាំ1884ហើយបានផ្ដល់ឲ្យប្រជាជនខ្មែរនៅកិត្តិយសសេចក្តីថ្លៃថ្នូរជាប្រជាជាតិឯករាជ្យស្របតាមច្បាប់អន្តរជាតិ
ព្រះអង្គបានរំលឹកបន្តថាដោយសារតែសន្ធិសញ្ញាឆ្នាំ1949នោះហើយទើបមានប្រទេសមួយចំនួនជាពិសេសសហរដ្ឋអាមេរិកនិងប្រទេសថៃបានទទួលស្គាល់ជាផ្លូវការនៅឯករាជ្យនៃប្រជាជាតិកម្ពុជាហើយប្រទេសទាំងនោះក៏បានផ្លាស់ប្ដូរចំណងនយោបាយការទូតជាមួយកម្ពុជាផងដែរគួររំលឹកផងដែរថាសហរដ្ឋអាមេរិកបានបង្កើតទំនាក់ទំនងការទូតដោយផ្ទាល់របស់ខ្លួនជាលើកដំបូងជាមួយប្រទេសកម្ពុជានៅថ្ងៃទី29ខែមិថុនាឆ្នាំ1950ដោយបានតែងតាំងលោក Donald R. Hall ជាតំណាងទូតវិសាមញ្ញនិងពេញសមត្ថភាពការិយាល័យតំណាងទូតនេះក្រោយមកគឺនៅថ្ងៃទី25ខែមិថុនាឆ្នាំ1952ក៏បានប្រែក្លាយជាឯកអគ្គរដ្ឋទូតហើយនៅពេលនោះបារាំងបានចាប់ផ្ដើមប្រគល់ខេត្តខ្មែរមកវិញជាបន្តបន្ទាប់មកឲ្យព្រះអង្គដែលជាព្រះមហាក្សត្រដើម្បីកាន់កាប់ក្នុងឯករាជ្យភាពទាំងវិស័យស៊ីវិលរដ្ឋបាលតុលាការប៉ូលីសទាហានដោយរួមមានខេត្តសៀមរាបនិងកំពង់ធំនៅក្នុងឆ្នាំ1949និងខេត្តបាត់ដំបងនៅក្នុងឆ្នាំ1951នៅពេលនោះខេត្តឧត្តរមានជ័យស្ថិតនៅក្នុងខេត្តសៀមរាបខេត្តព្រះវិហារស្ថិតនៅក្នុងខេត្តកំពង់ធំខេត្តបន្ទាយមានជ័យស្ថិតនៅក្នុងខេត្តបាត់ដំបងដោយពេលនោះមិនទាន់បានបែងចែកច្បាស់លាស់ដោយបច្ចុប្បន្នឡើយរហូតនៅក្នុងឆ្នាំ1952ព្រះអង្គបានធ្វើកិច្ចការនោះដោយផ្ដាច់ព្រាត់ដើម្បីទាមទារឯករាជ្យ 100% ជូនជាតិមាតុភូមិកិច្ចការនោះហើយដែលហៅថាបរិយាពូជនីយកិច្ចដើម្បីឯករាជ្យបរិបូរណ៍នៃកម្ពុជាព្រះរាជបូជនីយកិច្ចនៅក្នុងឆ្នាំ1953ដើម្បីទាមទារឯករាជ្យជូនជាតិកម្ពុជាការដឹកនាំដោយផ្ទាល់របស់អតីតព្រះមហាក្សត្រខ្មែរបានប្រែក្លាយកិច្ចការទាមទារឯករាជ្យជាព្រះរាជបូជនីយកម្មដ៏អស្ចារ្យដោយព្រះអង្គបានធ្វើដំណើរទៅបារាំងសហរដ្ឋអាមេរិកកាណាដាថៃជប៉ុនដើម្បីស្នើសុំការគាំទ្រពីសហគមន៍អន្តរជាតិចំណុចសំខាន់ជាយុទ្ធសាស្ត្រនេះគឺបើគ្មានការការពារពីស្ថាប័នអន្តរជាតិសន្ធិសញ្ញាឆ្នាំ1949នឹងពុំមានអត្ថន័យអ្វីឡើយព្រះអង្គបានសន្យាជាមួយនឹងការអះអាងបដូរដាច់ថាឯករាជ្យពិតប្រាកដចាំបាច់ត្រូវបានមកជាមួយនឹងការផ្ទេរអំណាចលើគ្រប់វិស័យការចាប់ផ្ដើមឡើងដំបូងនោះការចាប់ផ្ដើមឡើងដំបូងនោះគឺព្រះអង្គបានធ្វើដំណើរទៅប្រទេសបារាំងហើយព្រះអង្គបានផ្ញើជូនលោកប្រធានាធិបតីបារាំងគឺលោកវ៉ាងសង់អូរីយ៉ូលនៅលិខិតនិងឯកសារគ្រប់សពដោយស្នើសុំឲ្យប្រទេសបារាំងផ្ទេរជាស្ថាពរមកនៅជូនកម្ពុជានៅអំណាចនិងសមត្ថកិច្ចទាំងឡាយក្នុងប្រទេសនិងលើឆាកអន្តរជាតិដែលបារាំងពុំទាន់ផ្ទេរមកឲ្យកម្ពុជានោះលោកប្រធានាធិបតីបារាំងវ៉ាងសង់អូរីយ៉ូលពេលនោះព្រមទទួលព្រះអង្គនិងស្ដាប់ព្រះអង្គប៉ុន្តែរដ្ឋាភិបាលបារាំងមិនព្រមចរចាជាមួយរដ្ឋាភិបាលខ្មែរឡើយក្រោយពីព្រះអង្គធ្វើដំណើរបន្តបន្ទាប់ទៅប្រទេសកាណាដាសហរដ្ឋអាមេរិកជប៉ុនប្រទេសថៃដើម្បីសុំឲ្យប្រទេសឯករាជ្យទាំងឡាយដែលស្នេហាសន្តិភាពសេរីភាពនិងយុត្តិធម៌គាំទ្រកម្ពុជាក្នុងការទាមទារសមហេតុផលនៅឯករាជ្យដែលជាសម្បត្តិរបស់ខ្លួនតាំងពីបរមបុរាណកាលមកម្ល៉េះព្រះអង្គបានជម្រាបពិភពលោកថាចក្រភពអង់គ្លេសបានយល់ព្រមតាំងពីឆ្នាំ1947ដោយផ្ដល់ឯករាជ្យពេញលក្ខណៈជូនជាតិឥណ្ឌាប៉ាគីស្ថានស្រីលង្កានិងភូមាជាដើមដោយពិភពលោកបានភ្ញាក់ផ្អើលអំពីព្រះរាជបូជនីយកិច្ចរបស់ព្រះអង្គនោះហើយសាធារណរដ្ឋបារាំងក៏បានយល់ព្រមចរចាជាមួយនឹងព្រះរាជតំណាងគឺសម្ដេចប៉ែនុតដើម្បីផ្ទេរអំណាចនិងសមត្ថកិច្ចទាំងអស់ដែលនៅសេសសល់មកជូនព្រះរាជាណាចក្រកម្ពុជានិងថ្វាយព្រះមហាក្សត្រខ្មែរវិញនៅក្នុងឆមាសទី2នៃឆ្នាំ1953នៅរាជធានីភ្នំពេញសម្ដេចប៉ែននុតក្នុងនាមជាកម្ពុជា
និងលោក Risto Rossi ក្នុងនាមប្រទេសបារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្ទេរអំណាចនិងសមត្ថកិច្ចទាំងឡាយដើម្បីដល់ឯករាជ្យបរិបូរណ៍ដែលកម្ពុជាបានទាមទារពីបារាំងសែសអំណាចទាំងឡាយទាំងក្នុងប្រទេសរួមមានប៉ូលីសតុលាការគយយោធាជាដើមទាំងអំណាចក្រៅប្រទេសរួមមានការទូតផងគឺសាធារណរដ្ឋបារាំងបានព្រមផ្ទេរទាំងអស់មកថ្វាយព្រះមហាក្សត្រជូនរាជរដ្ឋាភិបាលនិងរាជការខ្មែរព្រះអង្គពេលនោះក៏ព្រមយាងចូលមកក្នុងរាជធានីភ្នំពេញវិញដោយធ្វើដំណើរតាមរថយន្តចេញពីសៀមរាបអង្គរក្នុងថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953ឧត្តមសេនីយ៍អគ្គមេបញ្ជាការបារាំងគឺលោកដឺឡង់ឡេឌីសេនាធិការរបស់លោកព្រមទាំងកងទ័ពបារាំងនិងសហភាពបារាំងបានមកថ្វាយបង្គំលាព្រះអង្គហើយចាក់ចេញពីប្រទេសកម្ពុជាដោយមិនវិលត្រឡប់មកវិញឡើយចលនាជីវពលនិងនារីក្លាហានចលនាជីវពលនិងនារីក្លាហានមិនត្រឹមតែជាយុទ្ធសាស្ត្របង្កើនទឹកចិត្តផ្លូវចិត្តស្នេហាជាតិប៉ុណ្ណោះទេវាជាភាពស្មោះត្រង់នៃខ្មែរស្រឡាញ់ជាតិដែលមានចំនួនជាង1លាននាក់ដែលបានចូលបម្រើក្នុងចលនាជីវពលនិងនារីក្លាហានកងទ័ពខ្មែរទាំងក្នុងរាជធានីនិងខេត្តក៏បានរួមគ្នាចូលគាំទ្រព្រះអង្គផងដែរហើយអ្វីទាំងនោះគឺជាសញ្ញាបញ្ជាក់ថាប្រជាជាតិទាំងមូលត្រូវបានរួបរวมកម្លាំងជាធ្លុងមួយសាមគ្គីជាតិដ៏រឹងមាំនៃនយោបាយអភិវឌ្ឍជាតិនិងការពារទឹកដីសម្ដេចតាទួតជាទីគោរពសក្ការៈធ្លាប់បានមានព្រះបន្ទូលថាមានអ្នកខ្លះគេបានធ្វើការរិះគន់ចំពោះចលនាជីវពលនារីក្លាហានពួកគេបាននិយាយចំអកឡកលើថាតើឲ្យបារាំងខ្លាចកម្លាំងជីវពលនិងនារីក្លាហាននោះដូចម្ដេចទៅបើពួកគេមានតែកំភ្លើងឈើគ្មានគ្រាប់រំសេវបាញ់បារាំងឲ្យស្លាប់ផងនោះអង្គទ្រង់មានព្រះបន្ទូលបញ្ជាក់តបមកវិញថាចលនាជីវពលនារីក្លាហាននោះជាចលនារបស់ពលរដ្ឋខ្មែរស្នេហាជាតិចំនួនជាង1លាននាក់ម្យ៉ាងទៀតកងយុទ្ធពលខេមរៈភូមិន្ទនៅក្នុងរាជធានីភ្នំពេញនិងក្នុងបណ្ដាខេត្តនានាដែលបារាំងកាន់កាប់ទាហានគ្រប់ជាន់ថ្នាក់ទាំងនោះពួកគេបានរត់ចោលមេទាហានបារាំងហើយបានចូលមកសារភាពជាបន្តបន្ទាប់ដោយបានថ្វាយខ្លួនចំពោះព្រះអង្គសូមបម្រើការពារព្រះអង្គនៅក្នុងខេត្តបាត់ដំបងសៀមរាបនិងកំពង់ធំហើយពួកគេថែមទាំងបដិញ្ញាថាបើបារាំងមិនព្រមជូនកម្ពុជានៅឯករាជ្យ 100% ទេពួកគេសុខចិត្តច្បាំងតស៊ូបូជាជីវិតដើម្បីទាមទារឯករាជ្យបរិបូរណ៍ជូនជាតិមាតុភូមិសម្ដេចព្រះបរមរតនកោដ្ឋបានមានបន្ទូលបញ្ជាក់បន្ថែមថាកូនចៅទាហានទាំងអស់នោះសុទ្ធតែមានគ្រឿងశស្ត្រាវុធនិងគ្រាប់រំសេវគ្រប់គ្រាន់ក៏ប្រហែលធំមួយទៀតដែលធ្វើឲ្យបារាំងព្រមជូនកម្ពុជានៅឯករាជ្យបរិបូរណ៍នៅក្នុងឆ្នាំ1953គឺដោយសារតែបារាំងបានរងនៅបន្ទុកដ៏លំបាកដ៏ធ្ងន់ធ្ងរមួយនៅវៀតណាមក្រោមការដឹកនាំរបស់លោកហ៊ូជីមិញប្រជាជនវៀតណាមអ្នកស្នេហាជាតិបានងើបតស៊ូហើយរួបរวมគ្នាវាយប្រហារប្រឆាំងនឹងអាណានិគមនិយមបារាំងកងទ័ពបារាំងខូចខាតនិងបាត់បង់ជីវិតមានកម្រិតកាន់តែច្រើនឡើងនិងខ្ពស់ឡើងបារាំងនៅពេលនោះគេទទួលសារភាពថាគេពុំអាចឲ្យកម្ពុជាក្លាយជាសត្រូវបន្ថែមទៀតបន្ទាប់ពីវៀតណាមខាងជើងនោះបានឡើយដូច្នេះបារាំងបានសម្រេចថាគួរទុកឲ្យព្រះមហាក្សត្រនរោត្តមសីហនុនិងប្រជារាស្ត្ររបស់ព្រះអង្គធ្វើជាមិត្តនឹងបារាំងដោយប្រគល់ឯករាជ្យបរិបូរណ៍ទៅឲ្យខ្មែរវិញទាំងស្រុងចាប់ពីពេលនោះមកគឺនៅក្នុងថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953យោងតាមអត្ថបទខាងលើយើងអាចធ្វើសេចក្តីសន្និដ្ឋានបានថាឯករាជ្យនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953មិនមែនជាផលិតផលនៃសំណាងដែលបានធ្លាក់ពីលើមេឃដោយចៃដន្យនោះទេវាជាផលនៃការតស៊ូដ៏វែងឆ្ងាយនឹងការអនុវត្តយុទ្ធសាស្ត្ររបស់ព្រះមហាក្សត្រនិងប្រជាជាតិខ្មែរដែលស្មោះត្រង់ចំពោះជាតិព្រះមហាវីរក្សត្រជាទីគោរពសក្ការៈបានប្រើគ្រប់វិធីសាស្ត្រ
ដើម្បីការសម្រេចបាននៅសិទ្ធិឯករាជ្យ 100% នេះដោយមិនបោះបង់ពេលវេលាតស៊ូរបស់ខ្លួនឡើយបើទោះបីជាស្ថានភាពអន្តរជាតិមានសម្ពាធយ៉ាងណាក៏ដោយកិច្ចព្រមព្រៀងបណ្ដោះអាសន្ន Modus Vivendi នៅក្នុងឆ្នាំ 1946 និងសន្ធិសញ្ញាឯករាជ្យឆ្នាំ 1949 បានក្លាយជាគ្រឹះច្បាប់សំខាន់ឲ្យកម្ពុជាទាមទារសិទ្ធិដ៏ពិតប្រាកដរបស់ខ្លួនតាមផ្លូវច្បាប់អន្តរជាតិដោយការតស៊ូក្នុងភាពអត់ធ្មត់និងការលះបង់និងការប្រើយុទ្ធសាស្ត្រខាងការទូតរួមជាមួយនឹងស្មារតីសាមគ្គីជាតិរឹងមាំរបស់ប្រជាជាតិខ្មែរបានធ្វើឲ្យបារាំងព្រមទេអំណាចនានាទាំងឡាយប្រគល់មកកម្ពុជាដើម្បីទទួលបានសុខសន្តិភាពអ្វីទាំងនេះហើយគឺជាប្រវត្តិពាក់ព័ន្ធរបស់ឯករាជ្យកម្ពុជាដែលបានកើតឡើងនៅក្នុងថ្ងៃទី9 ខែវិច្ឆិកាឆ្នាំ 1953 នោះឯករាជ្យមិនមែនគ្រាន់តែជាសញ្ញានៃការចាកចេញពីអាណានិគមនិយមបារាំងប៉ុណ្ណោះទេតែវាជាសញ្ញានៃការកើនឡើងវិញនៅអត្តសញ្ញាណជាតិខ្មែរនិងជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការនាំយកកម្ពុជាចូលរួមក្នុងផ្លូវរីកចម្រើននាពេលអនាគតយើងជាខ្មែរគួរតែចងចាំជានិច្ចថាឯករាជ្យមិនមែនជាអំណោយដែលបានផ្ដល់ដោយអ្នកដទៃឡើយឯករាជ្យដែលប្រទេសកម្ពុជាទទួលបាននោះគឺជាលទ្ធផលនៃញើសឈាមនិងការលះបង់និងការខិតខំប្រឹងប្រែងយ៉ាងអស្ចារ្យរបស់ពលរដ្ឋខ្មែរជាពិសេសក្រោមស្មារតីនៃការធ្វើបរិយាបូជនីយកម្មដ៏ក្លាហានមោះមុតបំផុតរបស់សម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋរបស់ជាតិខ្មែរយើង